បាទខ្ញុំបាទសូមជម្រាបសួរលោកសំរងស៊ីបាទជំរាបសួរបាទអរគុណលោកសំរងស៊ីដែលបានចូលរួមក្នុងកម្មវិធីយើងតាំងពីកម្មវិធីវិទ្យុ1ម៉ោងមុននេះហើយនឹងកម្មវិធីទូរទស្សន៍ពេលនេះទៀតនៅពេលដែលយើងជជែកគ្នានៅលើកម្មវិធីវិទ្យុខ្ញុំបាទបានសួរលោកសំរងស៊ីថាតើការបោះឆ្នោតលើកនេះក្នុងក្រុមប្រឹក្សាគុំសង្កាត់លើកនេះដែលជាការបោះឆ្នោតលើកទី1ដែលគណៈបកសង្គ្រោះជាតិបានចូលរួមលើកទី1ហើយដែលបានឈរឈ្មោះរហូតទៅដល់គ្រប់គុំសង្កាត់ទាំងអស់គឺមាន1646គុំសង្កាត់លោកសំរងស៊ីពេលនោះបានឆ្លើយប្រាប់ខ្ញុំថាមានសង្ឃឹមច្រើនហើយឈ្នះមកដុំ60%ឡើងទៅដូចជាប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខាមានប្រសាសន៍ដែរហើយកត្តា3ដែលលោកសំរងស៊ីបានប្រាប់ខ្ញុំនៅពេលនោះគឺថាទី1គឺកត្តាប្រជាពលរដ្ឋមានការភ្ញាក់រលឹកងើបឈរឡើងដើម្បីចង់ឲ្យមានការផ្លាស់ប្ដូរឲ្យជាដើមគឺសន្ទុះរបស់ប្រជាពលរដ្ឋកត្តាទី2លោកសំរងស៊ីបានមានប្រសាសន៍ថាគឺមកពីមានកោជបថ្មីដែលយ៉ាងណាក៏ដោយចុះប្រសើរជាងមុនហើយនឹងកត្តាទី3នោះគឺការបង្រួមគ្នារវាងគណៈបកសិទ្ធិមនុស្សរបស់លោកកឹមសុខាហើយនឹងគណៈបកសំរងស៊ីឲ្យទៅជាគណៈបករួបរวมតែមួយហើយនៅពេលដែលបោះឆ្នោតឆ្នាំ2012អាណត្តិទី3នោះជាសិលឹកឆ្នោតតែម្ដងគណៈបកក្រៅពីគណៈបកប្រជាជនកម្ពុជាបូកសរុបទៅទទួលបានសម្លេងឆ្នោត 40% ហើយគណៈបកកាន់អំណាចពេលនោះទទួលបានសម្លេងឆ្នោត 60% ដូច្នេះបើតាមលោកសំរងស៊ីធ្វើការទស្សន៍ទាយមើលទៅតាមសន្ទុះឬមួយតាមកត្តា 3-4 ដែលលោកបានរៀបរាប់មកនេះថានឹងបានត្រឡប់ទៅវិញគណៈបកប្រជាជនកម្ពុជានឹងបានតិចហើយគណៈបកប្រឆាំងនៅក្រៅគណៈបកកាន់អំណាចនឹងបានមកដុំ 60% សំណួរបន្ទាប់របស់ខ្ញុំនៅពេលនេះថាតើបើសិនជាការបោះឆ្នោតគុំសង្កាត់នេះខាងគណៈបកសង្គ្រោះជាតិឈ្នះមានសម្លេងច្រើនជាង 50% ឬរហូតដល់ 60% ហ្នឹងតើនឹងមានអ្វីផ្លាស់ប្ដូរនៅក្នុងនយោបាយថ្នាក់ជាតិដែរទេបាទសូមអញ្ជើញបោះឆ្នោតឃុំសង្កាត់នេះគឺមិនមែនដើម្បីសម្រេចគោលនយោបាយថ្នាក់ជាតិទេគឺដើម្បីរៀបចំឃុំសង្កាត់បម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានតែខ្ញុំសូមកែតម្រូវបន្តិចខ្ញុំមិនដែលបញ្ចេញតួលេខថាគណៈបកសង្គ្រោះជាតិនឹងទទួលបានប្រមាណភាគរយនៃសម្លេងក្នុងការបោះឆ្នោតដូចទេខ្ញុំមិនចង់លើកពីតួលេខលម្អិតទេពីព្រោះអ្វីគឺអាស្រ័យលើអ្នកចូលរួមការបោះឆ្នោតបើបងប្អូនជនរួមជាតិក្មួយយុវជនអញ្ជើញទៅចូលរួមបោះឆ្នោតកាន់តែច្រើនកាន់តែល្អបើការចូលរួមការបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋជាពិសេសពីសំណាក់យុវជនបើការចូលរួមនោះគឺមានកម្រិតខ្ពស់ពេលនោះសម្លេងគណៈបកសង្គ្រោះជាតិនឹងមានកម្រិតខ្ពស់ដែរអញ្ចឹងលទ្ធផលជាក់ស្ដែងគឺអាស្រ័យលើការចូលរួមរបស់បងប្អូននៅខ្ញុំមានការបារម្ភខ្ញុំមិនទាន់សប្បាយចិត្តហួសហេតុទេពីព្រោះខ្ញុំដឹងថាទោះជាក្នុងទឹកចិត្តប្រជាពលរដ្ឋមានការគ្រប់គ្រងចំពោះគណៈបកសង្គ្រោះជាតិយ៉ាងណាក៏ដោយតែបងប្អូនខ្លះយល់ឃើញថាទេមិនចាំបាច់ទៅបោះឆ្នោតឃុំសង្កាត់នឹងទេចាំឆ្នាំក្រោយ2018បោះឆ្នោតបដូររដ្ឋាភិបាលតែម្ដងមិនចាំបាច់បដូរឃុំសង្កាត់ពេលនេះទេខ្ញុំសូមអំពាវនាវសូមជម្រាបបងប្អូនយ៉ាងទទូចថាសូមបងប្អូនកុំគិតអញ្ចឹងសូមអញ្ជើញទៅបោះឆ្នោតឃុំសង្កាត់តាំងពីឆ្នាំ2017នេះនៅសល់តែ 4-10 ថ្ងៃទៀតនេះតើតែយើងឈ្នះតសង្គ្រោះជាតិឈ្នះឃុំសង្កាត់សិនបានអាចធានាជោគជ័យរបស់យើងនៅឆ្នាំ2018អញ្ចឹងអ្វីគឺអាស្រ័យលើការចូលរួមរបស់បងប្អូនក្នុងការបោះឆ្នោតថ្ងៃអាទិត្យទី4ខែមិថុនាខាងមុខឆ្លើយទៅនឹងសំណួរលោកជុនច័ន្ទបុតខ្ញុំថានឹងមានការផ្លាស់ប្ដូរជាវិជ្ជមានតាំងពីឆ្នាំ2017នេះចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្ញុំចង់និយាយតែពីបញ្ហាសេដ្ឋកិច្ចទេពីព្រោះអ្នកដឹកនាំគណៈបកសង្គ្រោះជាតិបានលើកឡើងហើយនិយាយអំពីរដ្ឋបាលវិធានការផ្សេងប៉ុន្តែរឿងសេដ្ឋកិច្ចរឿងថវិកាសម្រាប់ឲ្យឃុំសង្កាត់នីមួយយកមកប្រើប្រាស់នឹងជាកត្តាសំខាន់ជាទីបំផុតពីព្រោះគេនិយាយថាវិមជ្ឈការគឺផ្ទេរសិទ្ធិអំណាចសិទ្ធិសម្រេចពីថ្នាក់លើមកថ្នាក់ក្រោមតែផ្ទេរតែសិទ្ធិសម្រេចតែអត់មានផ្ទេរលុយអត់មានផ្ទេរថវិកាអត់មានប្រយោជន៍ទេពីព្រោះគ្មានលុយគ្មានថវិកាមិនអាចធ្វើអ្វីបានទេអញ្ចឹងហើយបានគណៈបកសង្គ្រោះជាតិនិយាយឲ្យមានមូលដ្ឋានច្បាស់លាស់ថាបើចង់ឲ្យឃុំសង្កាត់
មានសិទ្ធិសម្រេចពិតប្រាកដតាក់ទងទៅនឹងបញ្ហាផ្សេងនាំមកនៅការរីកចម្រើនដល់ជីវភាពប្រជាពលរដ្ឋទាល់តែមានថវិកាអញ្ចឹងហើយបានយើងមានគម្រោងរៀបចំតាំងពីឥឡូវនេះធ្វើម៉េចឲ្យឃុំសង្កាត់នីមួយៗទទួលបានថវិកា$50,000ក្នុងមួយឆ្នាំមិនមែន2-3,000អត់ក្រន់ទេទាល់តែដំឡើងដល់$50,000ក្នុងមួយឆ្នាំសម្រាប់ឃុំសង្កាត់នីមួយៗហើយក្នុងឋានៈខ្ញុំជាអ្នកជំនាញខាងសេដ្ឋកិច្ចខ្ញុំមានបទពិសោធន៍ទាំងនៅក្នុងប្រទេសទាំងនៅក្រៅប្រទេសខ្ញុំធ្លាប់ធ្វើរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចកាលពីអាណត្តិទី1ខ្ញុំសូមជម្រាបបងប្អូនថាធ្វើទៅបាន$50,000ឲ្យទៅឃុំសង្កាត់នីមួយៗយកទៅប្រើប្រាស់ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋគឺទី1ជាការចាំបាច់ហើយទី2គឺធ្វើទៅបានយ៉ាងងាយកាលខ្ញុំធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុខ្ញុំយល់ហើយឃើញកត់សម្គាល់យ៉ាងច្បាស់ថាបើយើងបំបត្តិអំពើពុករលួយតែបន្តិចនៅថ្នាក់លើនោះយើងអាចប្រមូលថវិកាបានច្រើនណាស់យកមកជួយប្រជាពលរដ្ឋនៅមូលដ្ឋានយកមកកសាងប្រទេសជាតិនៅមូលដ្ឋានយកមកជួយអ្នកក្រីក្រមានមូលនិធិជួយដោះស្រាយបញ្ហារស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋហើយ$50,000ក្នុងមួយឆ្នាំនេះបើយើងគុណនឹង1,600ឃុំ1,600ផ្លាយ1,646នោះគឺចំនួនថវិកានោះគឺត្រឹមតែ$800លានទេ$800លានក្នុងថវិកាជាតិមិនច្រើនទេប្រហែលតែ20%ឥឡូវរដ្ឋាភិបាលសប្តាហ៍នេះគឺជារដ្ឋាភិបាលពុករលួយផងខ្ជះខ្ជាយផងកញ្ជើធ្លុះផងចាយវាយខុសរឿងច្រើនណាស់បើយើងរៀបចំថវិកាជាតិដូចខ្ញុំបានធ្វើកាលពីអាណត្តិទី1ខ្ញុំជឿថា$800លាន20%នៃថវិកាសប្តាហ៍នេះគឺប្រមូលបានយ៉ាងងាយខ្ញុំសូមធានាដូច្នេះមេឃុំចៅសង្កាត់អាណត្តិក្រោយនេះនឹងមានថវិកា$50,000តាមឃុំសង្កាត់នីមួយៗដើម្បីយកមកជួយប្រជារាស្ត្របម្រើផលប្រយោជន៍ប្រជារាស្ត្រតាមឃុំសង្កាត់នីមួយៗក្នុងរយៈពេល1ឆ្នាំ$50,000បាទអរគុណប៉ុន្តែខ្ញុំបាទដឹងហើយថាការបោះឆ្នោតនេះគឺកម្រិតក្រុមប្រឹក្សាឃុំសង្កាត់ក៏ប៉ុន្តែសំណួររបស់ខ្ញុំថាតើបើសិនជាការកើនឡើងនៃចំនួនឃុំសង្កាត់របស់គណៈបកសង្គ្រោះជាតិតើវាអាចនឹងជះឥទ្ធិពលអីខ្លះទេដល់ស្ថានភាពនយោបាយថ្នាក់ជាតិអាដាមវានឹងធ្វើឲ្យតុល្យភាពនយោបាយមានការប្រែប្រួលភ្លាមមួយរំពេចពេលណាបងប្អូនជនរួមជាតិក្មួយយុវជនយុវតីអញ្ជើញទៅបោះឆ្នោតឲ្យបានច្រើនបោះឆ្នោតឲ្យបានទាំងអស់គ្នាឬស្ទើរតែទាំងអស់គ្នាកុំខានពេលនោះគណៈបកសង្គ្រោះជាតិនឹងមានឥទ្ធិពលពីព្រោះឃើញថាប្រជារាស្ត្រគាំទ្រអ្នកទៅបោះឆ្នោតច្រើនលើលោកគាំទ្រគណៈបកសង្គ្រោះជាតិពេលនោះគណៈបកសង្គ្រោះជាតិគឺត្រូវគេគោរពត្រូវគេយកចិត្តទុកដាក់មិនអាចមើលងាយរំលងដោយសពថ្ងៃទេពីព្រោះឥឡូវនេះគេអាងថាសម្លេងគេច្រើនសម្លេងបានមកពីការលួចសរិទ្ធឆ្នោតហ្នឹងការកែតួលេខហ្នឹងតាំងពីឆ្នាំមុនមកប៉ុន្តែឆ្នាំ2017នេះដោយលោកជុនច័ន្ទបុត្ររំលឹកអំបញ្ញមិញគឺมันអាចលួចបន្លំសរិទ្ធឆ្នោតកែតួលេខបានដូចមុនទេពីព្រោះយើងមានកោជបថ្មីគ្រាន់បើជាងមុនឆ្ងាយគណៈបកសង្គ្រោះជាតិមានតំណាងរបស់ខ្លួននៅក្នុងកោជបថ្មីមានតំណាងអភិក្រិតឯករាជ្យហើយគណៈបកប្រជាជនមិនអាចជិះសេះលេងដៃធ្វើអ្វីបានតាមចិត្តដូចមុនទេដូច្នេះมันអាចធ្វើអីដែលជាការបំភ្លៃឆន្ទៈប្រជារាស្ត្រដូច្នេះបើបងប្អូនអញ្ជើញទៅបោះឆ្នោតឆន្ទៈបងប្អូននឹងគឺត្រូវឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងលទ្ធផលនៃការបោះឆ្នោតពេលគណៈបក្សសង្គ្រោះជាតិទទួលបានសម្លេងច្រើនលើលុបគណៈបកគេមួយទៀតគឺចុះឥទ្ធិពលហើយมันអាចក្អេងក្អាងมันអាចជិះសេះលេងដៃធ្វើអីបានតាមចិត្តដូចមុនទេពីព្រោះសំអាងលើអីមានមូលដ្ឋានអីបើប្រជារាស្ត្រគ្រប់គ្រងគណៈបកសង្គ្រោះជាតិពេញទំហឹងច្រើនលើលុបគឺគណៈបកសង្គ្រោះជាតិនឹងឡើងឥទ្ធិពលរបស់ខ្លួនហើយគណៈបកគេមួយទៀតនោះនឹងចុះឥទ្ធិពលរបស់ខ្លួនពេលហ្នឹងយើងមិនបដិសេធទេយើងនឹងចាប់ផ្ដើមនិយាយគ្នារកផ្លូវណាមួយដែលយើងអាចដើរជាមួយគ្នាដើរដើម្បីធានាឲ្យមានការផ្ទេរអំណាចដោយសន្តិវិធីតាមបែបបទប្រជាធិបតេយ្យផ្ទេរអំណាចនៅថ្នាក់មូលដ្ឋានជាមុនសិនហើយរៀបចំការផ្ទេរអំណាចនៅឆ្នាំ2018ផ្ទេរអំណាចថ្នាក់ជាតិដូច្នេះនៅថ្នាក់មូលដ្ឋានយើងគ្រាន់តែដូចជាវឹកវើអញ្ចឹងណាយើងគ្រាន់តែប្រមូលបទពិសោធន៍ថាឃើញទេទោះជាមានការផ្លាស់ប្ដូរមេឃុំចៅសង្កាត់មកពីគណៈបកខុសគ្នាក៏ការផ្ទេរអំណាចនេះធ្វើដោយសន្តិវិធីដល់ឆ្នាំ2018ផ្ទេរអំណាចថ្នាក់ជាតិគឺនឹងផ្ទេរដោយសន្តិវិធីអញ្ចឹងដែរអត់មានសង្គ្រាមអត់មានអីទេសូមបងប្អូនកុំភ័យខ្
ខ្លាចពីពួកអ្នកដែលប្រើពាក្យសម្ដីគំរាមកំហែងនេះគឺអត់មានរឿងអីនិយាយមិនប្រើប្រាជ្ញាមិនប្រើគំនិតប្រើតែភាសាគំរាមកំហែងមានន័យថាជាការសារភាពអ្នកដែលប្រើភាសាគំរាមកំហែងគឺគេសារភាពថាគេចាញ់ផ្លូវចិត្តផ្លូវគំនិតផ្លូវប្រាជ្ញាគឺគេចាញ់ដូច្នេះគេនៅតែផ្លូវសាច់ដុំផ្លូវកងទ័ពគេយកមកប្រើប៉ុន្តែការប្រើភាសាគំរាមកំហែងនេះជាការសារភាពថាគេចាញ់ហើយផ្លូវប្រាជ្ញាផ្លូវគំនិតគឺគេចាញ់សង្គ្រោះជាតិហើយប្រជារាស្ត្រលោកមិនចូលចិត្តទេអ្នកណាដែលប្រើភាសាគំរាមលោកចង់បានអ្នកណាដែលមានគំនិតជឿនលឿនគំនិតច្បាស់លាស់គំនិតស្នេហាជាតិគំនិតយុត្តិធម៌អញ្ចឹងហើយបានខ្ញុំជឿជាក់ថាពេលណាបងប្អូនអញ្ជើញទៅបោះឆ្នោតឲ្យបានច្រើនកាន់តែច្រើនកាន់តែល្អនឹងមានការប្រែប្រួលឆ្នាំ2017នឹងមានការផ្លាស់ប្ដូរជាវិជ្ជមាន2017ហើយ2018នឹងមានការផ្លាស់ប្ដូរថ្នាក់ជាតិតែម្ដងបាទលោកសំរងស៊ីបានលើកឡើងអំពីសង្គ្រាមអំពីមានបញ្ហាវឹកវរអីជាដើមអានឹងក៏យើងឮសូរច្រើនណាស់អំពីប្រមុខដឹកនាំរដ្ឋាភិបាលបច្ចុប្បន្នថាអាចនឹងមានសង្គ្រាមបើសិនជាគណៈបកប្រជាជនកម្ពុជាមិនជាប់ឆ្នោតអីជាដើមខ្ញុំបាទមិនដឹងថាការដែលលើកឡើងនេះមានអ្នកខ្លះបានចោទថាជាការគំរាមកំហែងអ្នកខ្លះបានចោទថាជាការដែលលុកភ័យអីជាដើមក៏ប៉ុន្តែចំពោះលោកសំរងស៊ីវិញដែលយ៉ាងណាក៏ដោយចុះលោកទើបតែនឹងលាលែងពីតំណែងប្រធានគណៈបកសង្គ្រោះជាតិនឹងប្រមាណខែនឹងមុនមកទេតើបើសិនជាគណៈបកសង្គ្រោះជាតិជាប់ឆ្នោតតើលោកអាចធានាបានទេថានឹងមានសង្គ្រាមតើមានអីអះអាងថាគណៈបកសង្គ្រោះជាតិជាប់ឆ្នោតទៅមិនមានសង្គ្រាមហើយនឹងមានសុខសន្តិភាពបាទទីមួយខ្ញុំសូមបញ្ជាក់ថាទោះជាខ្ញុំបានលាលែងពីតំណែងប្រធានគណៈបកសង្គ្រោះជាតិក៏ដោយតែខ្ញុំអត់ទៅណាទេគឺខ្ញុំនៅតែសង្គ្រោះជាតិ 100% ដដែលហើយខ្ញុំត្រៀមខ្លួនធ្វើអ្វីគ្រប់សពបែបយ៉ាងទាំងអស់ស្របច្បាប់ឲ្យតែបម្រើផលប្រយោជន៍ប្រជារាស្ត្រទោះជាខ្ញុំមានតំណែងអត់តំណែងមានតំណែងជាអ្វីមិនសំខាន់ទេអ្វីដែលសំខាន់គឺទឹកចិត្តរបស់យើងឧត្តមគតិរបស់យើងភាពស្មោះត្រង់របស់យើងការបដិញ្ញាចិត្តរបស់យើងក្នុងន័យហ្នឹងគឺខ្ញុំអត់មានទៅណាទេខ្ញុំនៅពីក្រោយគណៈបកសង្គ្រោះជាតិខ្ញុំនៅចាំបម្រើប្រជារាស្ត្រការពារផលប្រយោជន៍ជាតិការពារផលប្រយោជន៍ប្រជារាស្ត្រហើយជាពិសេសសង្គ្រោះប្រទេសជាតិសង្គ្រោះទឹកដីដែលយើងស្រឡាញ់សង្គ្រោះព្រៃឈើដែលយើងស្រឡាញ់សង្គ្រោះជីវភាពប្រជាពលរដ្ឋដែលយើងស្រឡាញ់ដែលយើងអាណិតប្រជាពលរដ្ឋយើងនឹងធ្វើម៉េចដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពរុងរឿងឲ្យសង្គ្រោះអនាគតយុវជនទៀតបើយើងមិនសង្គ្រោះអនាគតយុវជនយើងឃើញថាយុវជនថ្មីឆាប់ខាងមុខនេះគឺច្បាស់ជាត្រូវចំណាក់ស្រុកច្បាស់ជាទៅរកការងារធ្វើនៅក្រៅប្រទេសបរទេសគេមិនស្រឡាញ់យើងគេមិនគោរពយើងទេយើងទៅស៊ីឈ្នួលគេនៅបរទេសនោះគ្មានប្រទេសណាសប្បាយជាងប្រទេសកំណើតរបស់យើងដូច្នេះយើងនឹងរៀបចំប្រទេសឲ្យប្រជាពលរដ្ឋជាពិសេសយុវជនមានការងារធ្វើត្រឹមត្រូវការងារធ្វើថ្លៃថ្នូរលើទឹកដីកំណើតរបស់យើងតើគណៈបកសង្គ្រោះជាតិបើសិនជាឈ្នះឆ្នោតវិញមានអីអះអាងប្រាប់ប្រជាពលរដ្ឋថានឹងមិនមានសង្គ្រាមទេហើយនឹងមានសន្តិភាពបាទទីមួយដើម្បីធ្វើសង្គ្រាមជាមួយអ្នកដែលមានអាវុធមានទ័ពតើគណៈបកសង្គ្រោះជាតិមានទ័ពទីងមានអាវុធមានអីពីកាលណាខ្ញុំចំណាស់ប៉ុណ្្នឹងហើយខ្ញុំមិនដែលកាន់កំភ្លើងមិនដែលចង់កាន់មិនដែលចង់ចេះបាញ់ចង់អីទេអត់ទេបងប្អូនសម័យមុន40ឆ្នាំមុននោះនឹងយើងត្រូវការអ្នកដែលប្រយុទ្ធតាមយោធាតែសម័យនេះគេឈប់ត្រូវការប្រយុទ្ធតាមយោធាហើយគេត្រូវការកម្លាំងប្រាជ្ញាគេត្រូវការអ្នកសេដ្ឋកិច្ចគេត្រូវការរៀបចំប្រទេសឲ្យសម្បូរសប្បាយគេត្រូវបង្កើតការងារឲ្យយុវជនមានការងារធ្វើដំឡើងប្រាក់ខែឲ្យបានត្រឹមត្រូវឲ្យសហគ្រាសដែលមករកទទួលទាននៅប្រទេសកម្ពុជាគឺរកបានផលចំណេញដោយយុត្តិធម៌ដើម្បីបង្កើតការងារឲ្យប្រជាពលរដ្ឋនិងជាវិធានការសេដ្ឋកិច្ចដែលយើងត្រូវចាត់ដំណោះស្រាយបញ្ហាសេដ្ឋកិច្ចដែលយើងត្រូវរិះរកមិនត្រូវអីតិចនេះបញ្ចេញថ្មិញបញ្ចេញកម្លាំងបញ្ចេញទ័ពបញ្ចេញអីវាហួសសម័យហើយអញ្ចឹងខ្ញុំជឿថាការគម្រាមកំហែងនេះគឺមិនមែនគម្រាមកំហែងតែគណៈបកសង្គ្រោះជាតិគម្រាមកំហែងតែប្រជារាស្ត្រទេគាត់គម្រាមកំហែងគ្នាគាត់ហ្នឹងពីព្រោះគ្នាគាត់ដឹងថាគាត់អស់លក្ខហើយគ្នាគាត់ប្រហែលចង់បែកផ្លូវហើយគ្នាគាត់គឺមិនអាចមកធ្វើបាបប្រជារាស្ត្រតាមបញ្ជារបស់គាត់ទេគាត់បញ្ជាបានពេលណាគាត់មានអំណាចស្របច្បាប់តែពេលណាគាត់ចាញ់ឆ្នោតគាត់អស់មានអំណាចស្របច្បាប់ហើយដូច្នេះទៅបញ្ជាអ្នកណាទៀតហើយដោយសារគាត់ដឹងថាគ្នាគាត់ខ្លះហ្នឹងគឺប្រុងបែកផ្លូវហើយបានគាត់គម្រាមកំហែងនេះគាត់មែនតើគាត់គម្រាមកំហែងគ្នាគាត់ទេសូមបងប្អូនកុំចាប់អារម្មណ៍សូមខ្មែរទាំងអស់អញ្ជើញទៅបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិ
បាទឥឡូវងាកមករឿងបោះឆ្នោតវិញម្ដងលោកសំរងស៊ីហាក់ដូចជាមិនហ៊ានដាក់តួលេខទេក៏ប៉ុន្តែប្រធានគណៈបកសង្គ្រោះជាតិតែម្ដងហ៊ានដាក់តួលេខដល់តែ 60% នៃជ័យជំនះរបស់គណៈបកសង្គ្រោះជាតិក៏ប៉ុន្តែយ៉ាងណាក៏ដោយចុះលោកសំរងស៊ីក៏បានមានប្រសាសន៍ដែរថាលោកនៅមានការបារម្ភនៅឡើយត្រង់ថាប្រជាពលរដ្ឋមួយចំនួនអាចនៅរារែកក៏មិនហ៊ានទៅបោះឆ្នោតក្រុមប្រឹក្សាគុំសង្កាត់នេះទេថារងចាំទៅដល់បោះឆ្នោតជាតិហើយលោកក៏បានអំពាវនាវដែរថាសំខាន់ណាស់គួរតែកុំរារែកហើយទៅបោះឆ្នោតក្រៅតែពីការបារម្ភរឿងនឹងតើលោកនៅមានបារម្ភរឿងអីទៀតដែរទេដែលលោកមិនហ៊ានដាក់តួលេខឲ្យពិតប្រាកដនោះបាទខ្ញុំយល់ឃើញថាអ្វីដែលសំខាន់ចុងក្រោយគឺទឹកចិត្តប្រជារាស្ត្របើប្រជារាស្ត្រយល់ច្បាស់ថាដាច់ខាតត្រូវទៅបោះឆ្នោតពេលនោះមិនមែន 60% ទេលើសពីនឹងលើសឆ្ងាយបើបងប្អូនយល់ថាត្រូវតែចូលរួមក្នុងការបោះឆ្នោតអញ្ជើញទៅបោះឆ្នោតគ្រប់គ្នាតែបើបងប្អូនប្រងើយកតើបងប្អូនខ្លះថាទេមិនចាំបាច់ទេចាំឆ្នាំក្រោយចេះតែចាំនឹងគឺយើងនឹងមានបញ្ហាហើយបងប្អូនសូមបងប្អូនកុំជឿថាយើងនឹងឈ្នះជាស្វ័យប្រវត្តិមិនចាំបាច់បោះឆ្នោតឲ្យគណៈបក្សសង្គ្រោះជាតិឲ្យអ្នកដទៃទៅបោះទៅគ្រប់គ្រាន់ហើយខ្លួនយើងសម្លេងតែមួយមិនខុសត្រូវអីប៉ុណ្្នឹងទេមិនមែនទេខុសត្រូវបងប្អូនសម្លេងតែមួយយើងម្នាក់មានសម្លេងមួយហ្នឹងគឺសំខាន់ណាស់បើអ្នកណាគិតថាទេទៅបោះឆ្នោតទាំងអស់គ្នាណាត្រូវទៅបោះឆ្នោតទាំងអស់គ្នាសម្លេងតែមួយបែមួយទៅបូកទៅវាច្រើនលើលុបនឹងយើងឈ្នះពិតប្រាកដតែបើបងប្អូនថាទេខ្ជិលមិនចាំបាច់ទេសម្លេងតែមួយបើបងប្អូនទាំងអស់គ្នាគិតថាទេមិនបាច់ទេសម្លេងតែមួយអាមួយហ្នឹងដល់បូកច្រើនទៅវាបាត់សម្លេងច្រើនបែបហ្នឹងដូច្នេះយើងមិនអាចឈ្នះបានទេបើបងប្អូនមិនអញ្ជើញទៅបោះឆ្នោតហើយខ្ញុំមានត្រីបារម្ភមួយទៀតរឿងលេខ7ខ្ញុំឃើញប្រតិកម្មបងប្អូនដែលគ្រប់គ្រងគណៈបក្សសង្គ្រោះជាតិតែលេខ7ជ័យយោលេខ7លេខ7ឥឡូវនេះសូមបងប្អូនកុំគិតពីលេខរៀងទៀតពីព្រោះបោះឆ្នោតឃុំសង្កាត់នេះគឺលេខរៀងគណៈបកនីមួយគឺមានការប្រែប្រួលតាមឃុំសង្កាត់នីមួយនេះគេចាប់ឆ្នោតបងប្អូនលេខរៀងនោះគឺគេចាប់ឆ្នោតគឺលទ្ធផលគឺចៃដន្យសុទ្ធចំណាគណៈបក្សសង្គ្រោះជាតិលេខ1លេខ2លេខ3លេខ4លេខ5ចំណាឡើងកន្លែងណាខ្លះមានដល់ជាង10គណៈបកណាព្រោះបងប្អូនចាំតែរកលេខរៀងទី7គឺខុសហើយមិនមែនគណៈបក្សសង្គ្រោះជាតិទេច្រឡំហើយអញ្ចឹងសូមបងប្អូនកុំគិតពីលេខរៀងសូមបងប្អូនមើលសញ្ញាព្រះអាទិត្យបងប្អូនចំណាំតែព្រះអាទិត្យឃើញព្រះអាទិត្យនៅកន្លែងណាគូសកន្លែងហ្នឹងទៅឲ្យចំព្រះអាទិត្យទៅអត់ខុសទេបងប្អូនបាទអរគុណសំណួរចុងក្រោយរបស់ខ្ញុំលោកសំរងស៊ីហេតុអីបានជាអ្នកបោះឆ្នោតត្រូវបោះឆ្នោតឲ្យគណៈបកសង្គ្រោះជាតិធ្វើមេឃុំតើមេឃុំគណៈបកសង្គ្រោះជាតិល្អជាងមេឃុំគណៈបកដទៃត្រង់ណាខ្លះមានតែគណៈបក្សសង្គ្រោះជាតិមួយទេដែលមានគោលការណ៍ច្បាស់លាស់ដែលមានគោលការណ៍ដែលមានចក្ខុវិស័យដែលមានកម្មវិធីដែលមានធនធានមនុស្សដែលមានបទពិសោធន៍ដែលបានគិតថ្លឹងថ្លែងតាំងពីយូរឆ្នាំ20ឆ្នាំជាងហើយទាំងលោកកឹមសុខាទាំងសំរងស៊ីរូបខ្ញុំទាំងសហការីគឺសិតតែអ្នកដែលមានបទពិសោធន៍ដែលបានតស៊ូយូរហើយមានអ្នកខ្លះមកពីគណៈបកប្រជាជនកម្ពុជាមានគេស្រឡាញ់ជាតិនៅក្នុងគណៈបកប្រជាជនកម្ពុជាគេភ្ញាក់រលឹកកាន់តែច្រើនដោយលោកគង់គំធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសកាលពីសម័យរដ្ឋកម្ពុជាធ្វើជាមួយលោកហ៊ុនសែនគាត់មកគ្រប់គ្រងគណៈបកសង្គ្រោះជាតិអ្នកស្រីអមូសុខហួររូបខ្ញុំសំរងស៊ីគឺមកពីគណៈបកហ៊ុនស៊ិនប៉ែកលោកកឹមសុខាគឺមកពីគណៈបកលោកតាសឺនសានដូច្នេះយើងមកពីប្រភពពីមជ្ឈដ្ឋានច្រើនណាយើងគិតថាអតីតកាលមិនសំខាន់ទេឲ្យតែយើងគិតដូចគ្នាចាប់ពីពេលនេះទៅមើលទៅមុខទាំងអស់គ្នាដើរជាមួយគ្នាតស៊ូជាមួយគ្នានឹងហើយដែលធានាជ័យជំនះឲ្យប្រជារាស្ត្រខ្មែរលោករំពឹងហើយអាចរំពឹងតែលើគណៈបកសង្គ្រោះជាតិមួយគត់អញ្ចឹងហើយខ្ញុំសូមឲ្យបងប្អូនបោះឆ្នោតឲ្យគណៈបក្សសង្គ្រោះជាតិពីព្រោះមានតែគណៈបក្សសង្គ្រោះជាតិមួយគត់ដែលអាចនាំមកនៅការផ្លាស់ប្ដូរនិយាយឲ្យចំដែលអាចឈ្នះគណៈបកមួយទៀតបាទខ្ញុំបាទសូមអរគុណលោកសំរងស៊ីដែលបានផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរីទាំងកម្មវិធីវិទ្យុនិងកម្មវិធីទូរទស្សន៍បាទខ្ញុំបាទសូមជម្រាបលាតែត្រឹមនេះសូមអរគុណសូមជម្រាបលា